សូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយសាច់រឿងកំពូលនៃសិល្បៈក្បាច់គុនសាច់រឿងនៃភាគទី121ក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងស៊ូបេធានគាត់បានមករៀបរៀងនៅមនុស្សនៅក្នុងនិកាយស៊ីឌៀនមិនអោយចាស់ចេញទៅនឹងណាធ្វើឲ្យគេក៏បានសើយ៉ាងកាក់ក្អាយឬក៏បាននិយាយថាអលិតតែឯងគឺមកពីណាបែរជាមកចង់រៀបរៀងផ្លូវរបស់យើងផងឬក៏គ្រូសាស៊ូនេះគ្មានមនុស្សដែលមានសមត្ថភាពនោះទេទោះឲ្យពេលនោះស៊ូធានគឺបានដើរចូលមករួចក៏បាននិយាយទៅកាន់ពួកគេថាឆាប់លុតជង្គង់សុំទោសលោកពពុករបស់យើងនិងប្អូនស្រីរបស់យើងនឹងទុកជីវិតឲ្យធ្វើគេក៏បានសើយ៉ាងកាក់ក្អាយរួចក៏បាននិយាយផងដែរថាអលអិតឯងគឺជាក្មេងដែលមិនទាន់បាត់ធំទឹកដោះផងបែរជាហ៊ានសម្ដីថ្លោះដល់ថ្នាក់នេះមិនស្គាល់ថានិកាយស៊ីឌៀនរបស់ពួកយើងនេះគឺអស្ចារ្យប៉ុណ្ណាណឡើយក្រោយពីគេក៏បានសើយ៉ាងកាក់ក្អាយស៊ូធានគឺទ្រាំមិនបានទេគឺបានមួយដៃទាំងគេក៏បានទៀតប៉ាងជាង10ម៉ែត្រផងដែររួចក៏បាននិយាយថាអលអិតឯងគឺពិតជាប្រហើនហ៊ានវាយមកកាន់យើងផងកូនចៅរបស់គេក៏បាននិយាយថាអលអិតឯងគឺហ៊ានវាយនៅមនុស្សមកពីនិកាយស៊ីឌៀនគឺរកស្លាប់ឃើញហើយពេលនោះពេលគេសម្ដែងនៃដៃរបស់គេចូលទៅបំរុងនឹងសម្លាប់តែកាន់ស៊ូប្រធានគាត់ក៏បានជន់សង្កត់នៅធម្មពលធ្វើឲ្យគេគឺមិនអាចរើរួចនោះទេទោះបីជាកម្លាំងនៃធម្មពលរបស់គេប៉ុណ្ណាក៏ដោយក៏មិនមែនជាដៃគូជាមួយស៊ូប្រធាននោះដែរធ្វើឲ្យពេលនោះផងដែរហ្គូឌៀនដែលគេគឺជាមនុស្សមកពីនិកាយស៊ីឌៀនក៏បាននិយាយថានេះគឺជាកម្លាំងសម្ពីរនៃធម្មពលប្រភេទណាទៅនេះឯងគឺជាអ្នកណាស៊ូប្រធានក៏បាននិយាយថាមិនចាប់លុតជង្គង់សូមអភ័យទោសមកដល់ឪពុករបស់យើងនិងប្អូនស្រីរបស់យើងបើពុំដូចឈ្មោះទេកុំទោសថាយើងគឺគ្មានក្តីមេត្តាឲ្យសោះបន្ទាប់មកយើងថាគេក៏បាននិយាយថាឯងហ៊ានឯងចង់ប៉ះពាល់នឹងនិកាយស៊ីឌៀនតើមិនខ្លាចស្លាប់ទេឬពេលនោះស៊ូធានក៏បានប្រាប់ទៅកាន់ដាគុយឲ្យចេញមកពេលនោះដាគុយក៏បានបង្ហាញមុខឡើងមករួចក៏បាននិយាយថាប្រហើនបែរជាចង់មកប៉ះពាល់នៅម្ចាស់តូចរបស់ខ្ញុំផងឯងគឺពិតជារកស្លាប់ឃើញហើយពេលនោះគាត់ក៏បានបញ្ចេញនៅមួយរន្ទះដារបស់គាត់ធ្វើការកាប់ទៅតែម្ដងហើយសម្ពាធនៃធម្មពលរបស់គាត់មួយនេះគេគឺមិនអាចទប់ទល់រងទេដាក៏ត្រូវបានបែកខ្ទេចស្នៀតនៃធម្មពលខ្យល់របស់គេតែគឺជាខែនឹងក៏ត្រូវបានខ្ទេចផងដែរពេលនោះផងដែរដាគុយគាត់គ្រាន់តែទម្លាក់ដាវថាតែប៉ុណ្ណោះស៊ូធានគាត់ក៏បាននិយាយប្រាប់ទៅកាន់គេថានិកាយស៊ីឌៀនរបស់ពួកឯងនេះគឺពិតជាឆ្លើយពេកហើយពេលនោះផងដែរក៏បានប្រាប់ទៅកាន់ដាគុយថាឲ្យដាក់គេឲ្យណាណែម្ដងទៅគាត់ក៏បានបញ្ចេញនៅរន្ទះដាវរបស់គាត់ដែលនេះផងដែរគឺជាស្នៀតនៃកំបិតពណ៌មាសជាមួយស្នៀតកំបិតមួយនេះគឺពិតជាអស្ចារ្យបំរុងសម្រាប់ទៅកាន់គេហើយគេក៏បានលុតជង្គង់សូមអភ័យទោសឲ្យទុកជីវិតឲ្យមកកាន់គេផងពេលនោះគេក៏បានលុតជង្គង់សូមអភ័យទោសទៅដល់ប្អូនស្រីរបស់លៀនហ្វឹងជាមួយនឹងម្ចាស់គ្រូសាស៊ូគេពិតជាមានផ្នែកអត់ស្ប្រស្រីមិនដឹងថាភ្នំថៃសានគឺធំប៉ុណ្ណាឡើយក៏បានទះកំភ្លេងខ្លួនឯងវាយចុះវាយឡើងតែម្ដងកូនចៅរបស់គេក៏បានលុតជង្គង់ក៏ដូចជាលូនទៅសូមអភ័យទោសទៅដល់គ្រូសាស៊ូដូចគ្នាក្រោយពីពួកគេក៏បានសូមអភ័យទោសក៏ដូចជាសូមឲ្យទុកជីវិតឲ្យពួកគេនោះប្អូនស្រីរបស់ស៊ូទានក៏បានប្រាប់ទៅកាន់បងប្រុសថាកុំសម្លាប់ទៅកាន់ពួកគេអីដោយសារតែនាងនឹងគឺមានចិត្តទន់ដែរហ្នឹងណាប៉ុន្តែសម្រាប់ស៊ូប្រធានគឺដូចអេដមីនចឹងគាត់ក៏បាននិយាយដោយមើងម៉ាត់ប្រាប់ទៅកាន់ពួកគេថាណៃចោះយើងគឺទុកជីវិតឲ្យឯងប៉ុន្តែឲ្យឯងនឹងគឺទៅប្រាប់នៅម្ចាស់និកាយស៊ីឌៀនរបស់ឯងទៅថាថ្ងៃស្អែកនេះយើងនឹងទៅលេងចង់ដឹងថានិកាយស៊ីឌៀននោះគឺពិតជាមានភាពសាហាវប៉ុណ្ណាទៅនឹងអស្ចារ្យប៉ុណ្ណាហ្នឹងណាពេលនោះផងដែរក៏បានប្រាប់ឲ្យដាគួយចាប់ពួកគេបោះចេញតែម្ដងពួកគេក៏បានរត់យ៉ាងទេពធាប់ដើម្បីទៅនិកាយស៊ីឌៀនវិញពេលនោះកញ្ញាម្យ៉ាងក៏បាននឹកទៅកាន់ស៊ូធានមើលចោលមើលឡើងឃើញថាស៊ូធានក៏បានមកដល់រត់តែអបក្រឹបតែម្ដងស៊ូធានក៏បានប្រាប់ថាមិនអាចកម្រើផ្ដេសផ្ដាសបាននោះទេរាងកាយរបស់នាងគឺមិនទាន់ជាសះស្បើយនៅឡើយនោះទេបន្ទាប់មកក៏ឲ្យនាងទៅសម្រាកបន្តទៀតទៅគាត់ក៏បានប្រាប់ទៅកាន់នាងថាមិនដល់7ថ្ងៃទៀតនោះទេរាងកាយរបស់នាងប្រកាសជានឹងអាចជាសះស្បើយប៉ុន្តែនាងក៏បាននិយាយថាចំពោះរាងកាយរបស់នាងប្រកាសជាសះស្បើយប៉ុន្តែកម្លាំងធម្មពលរបស់នាងគឺត្រូវបានធ្លាក់ចុះមកដល់កម្រិតធម្មពលកម្រិត level 1វិញធ្វើឲ្យស៊ូធានក៏បាននិយាយថាកុំបារម្ភអីគាត់នឹងបញ្ជូននៅកម្លាំងធម្មពលរបស់គាត់ចេញពីអណ្ដាតភ្លើងទេពឋានស៊ូដើម្បីបញ្ចូលទៅរូបរាងកាយរបស់នាងពេលនោះផងដែរនាងនឹងអាចឈានទៅដល់កម្រិតធម្មពល level 2ជាមិនខានក្រោយពីនោះនាងក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំនៅធម្មពលស៊ូធានក៏បានបញ្ជូននៅចំហាយធម្មពលអណ្ដាតភ្លើងមួយនោះឲ្យទៅកាន់នាងជាមួយនឹងស្នៀតនៃធម្មពលរបស់គាត់នឹងគឺពិតជាសាយភាយនៅចំហាយធម្មពលដែលបានផ្ទេរចេញដល់ចានសន្ធឹកសន្ធាប់ផងដែរលុះអស់រយៈពេលជាង2ភ្លែតក្រោយមកកញ្ញាម្យ៉ាងក៏បានចូលនៅធម្មពលនៅលើថ្ងៃមួយនោះនាងក៏បានបើកផ្នែកឡើងនាងក៏បានដឹងផងដែរថាត្រឹមតែមួយប្រព្រឹត្តផ្នែកនាងក៏បានឈានទៅដល់កម្រិតនៃធម្មពល level 2វិញវាគឺពិតជាអស្ចារ្យខ្លាំងមែនទែននាងគឺពិតជាជឿជាក់ទៅកាន់ស៊ូប្រធានថានាងប្រកាសជាអាចនឹងបំបែកឈានទៅដល់កម្រិតធម្មពល level 8ពាក់កណ្ដាលវិញបានជាមិនខាននោះទេប៉ុន្តែនាងគឺមិនដឹងថាអរគុណទៅកាន់ស៊ូប្រធានបែបណាឡើយខ្លាចតែជីវិតរបស់នាងក៏មិនអាចសងគុណទៅកាន់ស៊ូប្រធានអស់នោះដែរស៊ូប្រធានក៏បាននិយាយថាមិនចាំបាច់និយាយច្រើននោះទេនាងគឺសម្រាប់ឲ្យបានច្រើនទៅបន្ទាប់មកស៊ូប្រធានក៏បានប្រាប់ទៅកាន់នាងថានៅអំឡុងពេលព្រឹកស្អែកនេះគាត់នឹងទៅលេងនៅនិកាយស៊ីឌៀនស្អីគេនោះវាគឺពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ឲ្យនាងគឺនៅសម្រាប់ទីនេះទៅពេលនោះនាងក៏បាននិយាយថានាងគឺនឹងទៅបឹងបុរាណទ្រពយកចំហាយធម្មពលពិតទាំងអស់នោះប្រកាសជានឹងអាចបំបែកឈានទៅដល់ល្បែ3ជាមិនខាននោះទេស៊ូធានក៏មិនបានថាអ្វីនោះដែរយើងក៏កាត់មកឲ្យឃើញជាមួយនឹងចំហាយធម្មពលរបស់មួយជើងនៃព្រឹទ្ធាចារ្យនៃព្រះអង្គម្ចាស់ស៊ីឌៀនដែលពេលនោះផងដែរហ្គូឌៀនគេក៏បានមកសូមអភ័យទោសទៅដល់ព្រះអង្គម្ចាស់ឲ្យទុកជីវិតឲ្យកាន់គេផងតាមពិតទៅអាឡិតអ្នកនោះគេគឺពិតជានៅក្មេងនោះទេប៉ុ
ប៉ុន្តែកម្លាំងតាមពលគឺมันអាចនឹកស្មានដល់គេបាននិយាយថាប្រមងបាយអើយគ្រាន់តែគ្រូសាស៊ូទូចមួយបាយជាមិនអាចធ្វើអ្វីបានពេលនោះលោកម្ចាស់ចិននៃព្រឹត្តិការណ៍នៅក្នុងគ្រូសាស៊ីឌៀនឬក៏និកាយស៊ីឌៀនមួយនេះគឺបាននិយាយថាអាឡែនមួយនោះគឺពិតជាមានសមត្ថភាពគ្រាន់បើប៉ុន្តែមិនធ្វើទេបើសិនជាគេមកហើយនោះគេគឺមករកសេចក្តីស្លាប់គាត់ក៏បានប្រាប់ទៅដល់ម្ចាស់នៃបុព្វបុរសរបស់គាត់ដែលគឺជាមនុស្សដែលមានកម្រិតបុព្វការីជននៅក្នុងនិកាយស៊ីឌៀនមួយនេះគាត់នឹងមកដល់នៅទីតាំងកន្លែងនេះចេញពីការវឹកហាត់នៅថ្ងៃស្អែកនេះឯងធ្វើឲ្យពេលនោះផងដែរព្រះអង្គម្ចាស់នៃនិកាយស៊ីឌៀនក៏បានស្រែកយ៉ាងកាកាយថាលោកម្ចាស់ចិនគឺពិតជាធ្វើបានល្អខ្លាំងណាស់ដល់ពេលនោះផងដែរគឺជាពេលវេលាព្រឹកស្អែកនឹងឯងពេលនោះផងដែរយើងឃើញថារទេះសិររបស់ស៊ូធានកំពុងតែធ្វើដំណើរដើម្បីទៅនិកាយស៊ីឌៀនមួយនោះពេលនោះបងអូនស្រីក៏បានប្រូបារម្ភខ្លាំងមែនទែនក៏បានប្រាប់ទៅកាន់បងប្រុសថានៅក្នុងនិកាយស៊ីឌៀនមួយនោះសម្បូរទៅដោយជើងខ្លាំងដែលមានទៅដល់កម្រិតបុព្វការីជនទៀតផងប៉ុន្តែមិនដឹងថាកម្រិតទីប៉ុន្មាននោះទេគឺសម្បូរខ្លាំងមែនទែនស៊ូធានក៏បានប្រាប់ទៅកាន់នាងថាកុំបារម្ភអីមានគាត់នៅទីតាំងកន្លែងនេះហើយនោះវាគឺគ្មានបញ្ហាអ្វីទាំងអស់បន្ទាប់មកក៏បានដួសនៅកំបិតរបស់ដាគុយឲ្យទៅកាន់គាត់វិញធ្វើគាត់ក៏បានដឹងផងដែរថាកម្លាំងតាមពុននៅក្នុងកំបិតមួយនេះគឺពិតជាកើនឡើងឈានទៅដល់កម្រិតឋានស៊ូហើយស៊ូធានបានប្រាប់ទៅកាន់គាត់ថាបោសែឲ្យលឿនទៅប្រញាប់ទៅនិកាយស៊ីឌៀនមើលពីភាពអស្ចារ្យរបស់និកាយនោះតែម្ដងពេលនោះផងដែរគាត់ក៏បានបោសែយ៉ាងលឿនមិនប៉ុន្មាននាទីក៏បានមកដល់នៅនិកាយស៊ីឌៀននេះតែម្ដងធ្វើឲ្យពេលនោះដាគុយក៏បានលោតចុះមករួចក៏បាននិយាយថាឯណាទៅម្ចាស់នៃនិកាយស៊ីឌៀនយើងគឺបានមកដល់ទីតាំងកន្លែងនេះហើយនិកាយស៊ីឌៀនមួយនោះគឺជានិកាយកូរិនទាពណ៌ស្វាយនឹងឯងគាត់ក៏បានស្រែកក្តែងឲ្យម្ចាស់នៃនិកាយស៊ីឌៀនឆាប់ចេញមកអនគោរពក៏ដូចជាលុតជង្គង់សំពាសូមអភ័យទោសទៅដល់លោកម្ចាស់តូចរបស់គេធ្វើឲ្យពេលនោះចំហាយតាមពលរន្ទាពណ៌ស្វាយក៏បានបាញ់ចេញមកគាត់ក៏បានប្រោះនៅចំហាយតាមពលរន្ទាកំបិតរបស់គាត់ធ្វើការបំបែកខ្ទេចបន្ទាប់មកក៏បានប្រោះរន្ទានៅកំបិតមួយនោះដើម្បីបំបែកនៅការបង្កើតមួយនេះញាប់ស្អែកតែម្ដងធ្វើគាត់បាននិយាយថាគឺពិតជាអស្ចារ្យខ្លាំងមែនទែនកំបិតមួយនេះគឺពិតជាត្រូវចិត្តរបស់គាត់ខ្លាំងណាស់ដោយសារពេលនេះវាគឺពិតជាមានភាពរឹងមាំនិងឈានទៅដល់កម្រិតតាមពលនៃកំបិតកម្រិតឋានស៊ូគាត់ក៏បានប្រើនៃចេតនាកំបិតមួយនោះឬក៏គេហៅថាកំពូលនៃក្បាច់កំបិតហ្នឹងណាក៏បំបែកនៅក្បួននៃការបង្កើតនោះគឺបែកខ្ទេចតែម្ដងធ្វើឲ្យទីតាំងនៃនិកាយស៊ីឌៀនទាំងមូលគឺមានការរង្គោះរង្គើសម្លេងនៅនោះក៏បាននិយាយផងដែរថាប្រហើនបែកជាហ៊ានបំបែកនៅការបង្កើតរបស់យើងផងស៊ូធានក៏បានចុះមកដល់ពេលនោះដាគុយគាត់ក៏បានអនគោរពទៅដល់លោកម្ចាស់តូចស៊ូពេធានតែម្ដងហ្នឹងណាបន្ទាប់មកស៊ូធានក៏បានដើរសម្ដែងចូលទៅផ្នែកខាងក្នុងពេលនោះផងដែរវិញ្ញាណសត្វចចកដ៏ធំមួយដែលនោះផងដែរគឺជាសត្វយាមការពារនៅនិកាយស៊ីឌៀនមួយនេះហើយនេះមិនមែនជាចចកនោះទេប៉ុន្តែវាគឺដូចចចកខ្លាំងមែនទែនក៏បានស្រែកនៅឆ្មាយតាមពោះដ៏សន្ធោសន្ធៅដាក់មកលើស៊ូពេធានបាននិយាយថាស៊ូពេធាននឹងគឺមករកសេចក្តីស្លាប់ឃើញហើយស៊ូធានក៏បាននិយាយថាគាត់គឺពិតជាចង់ដឹងថាភាពខូខើនឹងកាយសាហាវដែលអ្នកទាំងអស់គ្នាក៏បាននិយាយនោះវាគឺពិតជាសាហាវដោយដែលគេក៏បាននិយាយដែរឬក៏អត់លោកសាច់រឿងនៃភាគនេះក៏ត្រូវបានកាត់ឆ្លែតែប៉ុណ្ណឹង admin គឺពិតជាខ្សែសរសើរជាមួយសាច់រឿងមួយនេះគឺពិតជាល្អមើលខ្លាំងមែនទែន